cái này cứ video dương một phương vì cái unbox nên là bọn mình chỉnh hàng trời bọn nhầm nít và dương sẵn sàng làm một con online được nhé tôiบอกទាំង3ហ្នឹងក៏អាចជួយយើងក្នុងការសិក្សាតាមប្រព័ន្ធអនឡាញបានដែរសកម្មភាពរបស់ខ្ញុំក្នុងការបកកេះឬជាអានបោះនៅវត្ថុទាំងអស់នេះហើយនឹងណែនាំនៅរបស់មួយចំនួននឹងគុណសម្បត្តិរបស់វាផងដែរបាទអូខេឥឡូវចាំជួបគ្នាក្នុងសកម្មភាពបកកេះទាំងអស់គ្នាអូខេជំរាបសួរមកដល់គ្នាម្ដងទៀតឥឡូវនេះគឺយើងចាប់ផ្ដើម unboxing នៅរបស់ទី1មួយគេគឺផលរបស់បូយ៉ាគឺ microphone សម្រាប់និយាយបាទអូខេឥឡូវចាំមើលខ្ញុំក្នុងការបកកេះបបអប់ទាំងអស់គ្នាបាទអូខេ let's go អូខេឥឡូវយើងដំបូងយើងបើក application មកដំបូងនេះគឺបើកមកភ្លាមយើងឃើញមានហង្សស្អាតដែរហង្សសម្រាប់ដាក់ microphone ជាមួយនឹងសភៅណែនាំអូខេអស់ហើយគឺ microphone ហើយដកមើលចូលវាជាបាសចូលក្នុងបាសអានេះគឺជាស្រោមដាក់នៅលើនេះដាក់នៅលើនេះជាស្រោមសម្រាប់លើហ្នឹងហើយនឹងក្បាលគៀបអូខេមួយទៀតថ្មមួយទៀតអូថ្មហើយដាក់នៅក្នុងនេះអូខេឥឡូវខ្ញុំប្រាប់តិចមកព្រោះអីពេលដែលយើងរៀនគឺយើងត្រូវការសំឡេងច្បាស់ដើម្បីយើងនិយាយឆ្លងឆ្លោយជាមួយនឹងដៃគូដែលយើងកំពុងរៀនជាមួយនឹងជាគ្រូឬក៏ការប្រជុំអីហ្នឹងអញ្ចឹងនិយាយទៅយល់គ្នាទៅវិញទៅមកកុំឲ្យមានបញ្ហាហើយខ្សែនេះវាវែង6ម៉ែត្រអូខេវែងគាត់បើវែងល្អហើយពេលដែលយើងត្រូវការនិយាយយើងដាក់ចេញមកឬក៏យើងអាចគៀបជាមួយនឹងអាក្របនៅក្នុងនេះអូខេឥឡូវខ្ញុំដាក់ឲ្យទាំងអស់គ្នាមើលឡើងហែកនេះកន្លែងគៀបឥឡូវខ្ញុំមកនេះទេនេះកន្លែងដាក់ microphone ដាក់សំប្រាប់ការពារហ្នឹងនេះចេះបាទយើងដាក់ឲ្យយើងនិយាយ hello យើងដាក់បែបហ្នឹងហើយដុំនេះសម្រាប់ដូចជា smartphone ជាមួយនឹងកាមេរ៉ាអូខេឥឡូវយើងមកមើលអាដុំនេះម្ដងដុំនេះគឺសម្រាប់ដោតមកនេះអូខេអានេះយើងអាចដោតចូលធុងបាសឬក៏speaker ថ្មីអាធំដែលគេបញ្ចូលភ្លើងហ្នឹងដោយសារនេះវាអាចដោតត្រូវជាមួយនឹង computer អូខេយើងអាចដោតជាមួយ computer បានយេយើងដោតមួយរុនចែករបស់ computer ទៅគឺបានហើយអូខេឥឡូវមិនលេងសៀកលេងអីយកមកហ្មងអូខេឥឡូវនេះគឺជាលទ្ធផលទី2ហើយជាអានេះលទ្ធផលរបស់ខ្ញុំចង់បានផ្ទាល់ហ្មងនៅសាលាដែលខ្ញុំរៀនកាលពីមុនហ្នឹងគឺគេប្រើ projector ហ្នឹងវាមានតែខ្សែ VGA ទេមានតែរុន VGA អញ្ចឹងខ្ញុំមិនអាច connect បានទេអញ្ចឹងត្រូវការប្រើខ្ចី computer មកធាក់អីចឹងទៅឬក៏ប្រើ computer គ្រូហ្មងទៅអូខេឥឡូវអានេះមានឈ្មោះថា Origo បាទអានេះប្រហែលមកពីចិនណាអូខេនេះ make in China យកមកពីចិនហ្នឹងអូខេឥឡូវយើងចាប់ផ្ដើមបកប្រអប់នឹងទាំងអស់គ្នាថាក្នុងហ្នឹងវាមានអីខ្លះអូខេនៅក្នុងនេះមានការអរគុណមួយហើយលៀនស៊ី function កន្លែងនឹងអ្នកដំណើរគេអូខេឥឡូវនេះគឺរបស់សំខាន់ខ្ញុំអត់មានអត់ទេឲ្យមាននេះអូខេនេះគឺមានជាមួយនឹងជួរសម្រាប់ការពារនេះគឺរុន HDMI ហើយនេះគឺរុនបំបែកមកចេញជា VGA ហើយគុណភាពវាដែលបញ្ចេញមកហ្នឹងគឺបាន Full HD 1080អូខេហើយយើងអាចភ្ជាប់វាទៅជាមួយនឹងក៏ដូចជាទូហើយក៏ដូចជា projector បានគ្នាមិនដែរបាទយេរបស់ទី3មកដល់ហើយគឺLogitech គឺជា webcam Logitech មកវា Logitech ហើយវាមានឈ្មោះ Logitech C270 HD ហើយវាថតបានក្នុងកម្រិត720ហើយបាន30 frame per second អូខេឥឡូវយើងវាថតបាន720កម្រិត30 frame ហើយមុំរបស់វាដែលចេញទៅហ្នឹងគឺបាន60 degree អត់មានអីប្លែកទេអូខេឥឡូវយើងចាប់ផ្ដើមបក
ដាច់អីនេះគឺ webcam របស់យើងឯងបាទនេះគឺជា webcam ហ្នឹងអូខេឥឡូវយើងដកអស់យេអូខេឥឡូវយើងដកបានចេញមកក្រៅអីបាទយើងបានដកចេញមកក្រៅអីពេលប្រអប់នេះអត់មានន័យបើចាំដាក់មួយចំនួនបាទនេះគឺជាដាក់ណែនាំនេះអត់មានទេអានេះគឺសំខាន់បាទនេះគឺជាពេលកាមេរ៉ាអាចបកវាបានមើលនេះអូខេអានេះគឺប្រើ USB យើងធម្មតានេះអីនេះគឺជើងសម្រាប់គៀបរូបរាងគឺអញ្ចឹងហើយខ្សែវាវែងគួរសមដែរយើងបាក់យើងធ្វើវីដេអូ review នេះគឺនៅជាប់ផ្លូវមកអូខេនេះគឺ Logi គឺជារបស់ Logitech វា Logi ហើយនេះគឺជាកាមេរ៉ាមួយវា lens វាយើងគាត់ហើយនេះគឺម៉ៃក្រូសូមនេះអូខេគាត់មានច្រើននេះនេះយើងចង់បន្តដល់ជាតាមបានយើងចង់ឲ្យយើងប្រើដើម្បីខាងយើងដើម្បីឲ្យនេះបាទWi-Fi កុំព្យូទ័រអូខេយើងដោតនេះអូខេនេះ silent បាទយើងដោតខតជាមួយនឹង port LAN អ៊ីនធឺណិតប្រើជាមួយអ៊ីនធឺណិតហើយប្រវែងនេះវែងមែនទែនបំណប់បាទអូខេឥឡូវខ្ញុំអរគុណដល់បំណប់តាមវីដេអូនេះបើសិនជាបងបានឃើញទទួលការអរគុណពីខ្ញុំផងសារៈប្រយោជន៍ខ្លាំងមែនទែនព្រោះអីប្លបើសិនជាអត់មានខ្សែនឹងទេតាម wireless connect Wi-Fi គឺយឺតគឺចប់ហ្មងប្រឡងអូខេអញ្ចឹងសូម shout out ទៅបងណុបបាទអរគុណបងច្រើនមែនទែនដែលបានផ្ដល់ខ្សែហ្នឹងដើម្បីជួយដល់ការជួយដល់ក្នុងការប្រឡងរបស់បងខ្ញុំទេហើយលទ្ធផលទាំងអស់ហ្នឹងហើយខ្ញុំនឹងយកទៅសាកនិងប្រើប្រាស់ឲ្យបងប្អូនទាំងអស់គ្នាទស្សនាក្នុងពេលបន្តិចទៀតនេះអូខេឥឡូវចាំជួបគ្នានៅកន្លែងប្រើប្រាស់និងសាកល្បងរបស់ទាំងអស់ហ្នឹងទាំងអស់គ្នាអូខេបាយបាយចាំជួបគ្នានៅកន្លែងដែលយើងដំឡើងនិងប្រើប្រាស់ផលិតផលរបស់ហ្នឹងអូខេជំរាបលាចាំជួបគ្នាបន្តិចទៀតអូខេពុកម៉ែបងប្អូនទាំងអស់គ្នាអូខេផលិតផលដែលខ្ញុំបានធ្វើការអានបោកអំបញ្ញមិញនេះគឺបានយកមកដំឡើងនិងប្រើប្រាស់រួចរាល់ហើយគឺថាមានដំណើរការបានល្អមែនទែនមិនមានបញ្ហាអ្វីនោះទេអញ្ចឹងសូមអរគុណពុកម៉ែបងប្អូនទាំងគ្នាដែលតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់សូមពុកម៉ែបងប្អូនទាំងគ្នាជួយ like share subscribe និង comment ដល់ channel របស់ខ្ញុំផងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតពីខ្ញុំបាទតាំងមូជំរាបលាពុកម៉ែបងប្អូនគ្នាអរគុណច្រើនសម្រាប់ការទស្សនាម្ដងទៀត